ជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនអ្នកខេត្តបន្ទាយមានជ័យក្រុងស្រីសុភ័ណ្ឌថ្ងៃនេះបន្ទាប់ពីពេញការងារនៅខេត្តបន្ទាយមានជ័យរួចរាល់ក៏ម៉ោង4បាទម៉ោង4ក៏ឈៀងចូលវេទិកាបាទដើម្បីហាត់ប្រាណហើយឃើញថៃល្អមែនតើបាទនៅជុំវិញស្ទូបនេះកដាលវេទិកាកដាលសួនច្បារនេះគឺមានមានត្រីមជ្ឈុំបាទត្រីខាងនេះផងខាងកើតនេះផងហើយត្រីច្រើនមែនតើបងប្អូនចឹងក៏ទិញចំណីបាទឲ្យតិចការតុបតែងបែបនេះគឺជួយធ្វើឲ្យផ្លូវចិត្តបាទអារម្មណ៍ល្អផ្លូវចិត្តល្អធ្វើឲ្យអឺមនុស្សម្នាក់បូកទាំងខ្ញុំផងដែរគឺអាចផលិតភាព productivity ហ្នឹងគឺបានលទ្ធផលល្អអញ្ចឹងលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាអឺចេះស្រឡាញ់ធម្មជាតិចេះចូលរួមថែរក្សាបរិស្ថានបាទហើយនេះទង់ជាតិកម្ពុជាយើងគឺស្រស់ស្អាតមែនទែនបងប្អូនបាទជាទូទៅខ្ញុំតែងតែចូលផលិតរូបភាពវីដេអូនៅតាមកន្លែងហាត់ប្រាណព្រោះប្រហែលឆ្នាំនេះគឺខ្ញុំយកការហាត់ប្រាណជាការថែរក្សាផ្លូវចិត្តបាទការហាត់ប្រាណជាការធ្វើឲ្យសុខភាពល្អគឺហាត់ប្រាណបាទល្ងាចឡើងគឺម៉ោង3ម៉ោង4ហ្នឹងគឺចាប់ផ្ដើមហៅកន្លែងហាត់ប្រាណហើយទៅដល់ណាហាត់ប្រាណដល់ហ្នឹងបងប្អូនអញ្ចឹងលើកទឹកចិត្តដល់បងប្អូនចូលរួមស្រឡាញ់ការហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពយើងដើម្បីសេដ្ឋកិច្ចល្អប្រសើរគឺសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសង្គមជាតិគឺអាស្រ័យទៅលើសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយនឹងឯងបងប្អូននេះជាបទពិសោធន៍របស់ខ្ញុំហើយដើម្បីទទួលបានទាំងអស់នោះគឺមានតែការហាត់ប្រាណបាទការហាត់ប្រាណហើយ